សូមស្វាគមន៍លោកអ្នកមកកាន់មេរៀនអំពីការប្រើប្រាស់ Google Maps របស់យើងគោលបំណងនៃមេរៀនទី1នេះគឺណែនាំយើងឲ្យប្រើប្រាស់ផែនទី Google Maps ដោយភ្ជាប់ទៅនឹងគណនី Google របស់យើងដើម្បីអាចប្រើប្រាស់ Google Maps បានយើងត្រូវបើក browser មួយដូចជា Google Chrome ឬក៏ Microsoft Edge បន្ទាប់មកយើងត្រូវវាយបញ្ចូលអាសយដ្ឋាន google.com/maps ចូលទៅក្នុងប្រអប់អាសយដ្ឋានរួចហើយចុច Enter នៅលើ keyboard យើងនឹងទទួលបានទិដ្ឋភាពប្រហាក់ប្រហែលគ្នានឹងអ្វីដែលត្រូវបានបង្ហាញនៅលើអេក្រង់ពេលនេះយើងអាចចាប់ផ្ដើមប្រើប្រាស់ Google Maps ដោយផ្ទាល់បានប៉ុន្តែការធ្វើបែបនេះមានគុណវិបត្តិមួយចំនួនដើម្បីប្រើប្រាស់ Google Maps ឲ្យអស់ពីលទ្ធភាពយើងគួរ sign in គណនី Gmail របស់យើងមុននឹងយើងចាប់ផ្ដើមប្រើប្រាស់វាយើងទទួលបានអត្ថប្រយោជន៍មួយចំនួនពីការប្រើប្រាស់ Google Maps ដោយ sign in ជាមួយគណនី Google របស់យើងអត្ថប្រយោជន៍ទាំងនោះរួមមានដូចជាយើងអាចរក្សាទុកប្រវត្តិនៃការប្រើប្រាស់ផែនទី Google Maps បានដែលអាចផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់វានៅថ្ងៃមុខទៀតយើងអាចរក្សាទុកទីតាំងដែលយើងបានស្វែងរកដែលនឹងសម្រួលដល់ការស្វែងរកលើកក្រោយៗទៀតយើងអាចដាក់ឈ្មោះផ្ទាល់ខ្លួនដល់ទីតាំងនានាដែលមាននៅលើ Google Maps យើងអាចចែករំលែកទីតាំងដែលយើងបានរក្សាទុកជាមួយមនុស្សផ្សេងៗទៀតបាននេះគ្រាន់តែជាផលប្រយោជន៍ធំៗមួយចំនួននៅមានផលប្រយោជន៍ច្រើនទៀតដែលយើងនឹងបានដឹងនៅមេរៀនក្រោយៗទៀតដើម្បី sign in យើងត្រូវចុចលើប៊ូតុងនេះរួចហើយវាយបញ្ចូលអាសយដ្ឋាន Gmail របស់យើងចូលទៅក្នុងប្រអប់នេះរួចហើយចុចលើ Next យើងត្រូវវាយបញ្ចូលលេខសម្ងាត់របស់យើងចូលទៅក្នុងប្រអប់រួចហើយចុចលើ Next យើងអាចឆែកមើលថាតើយើងបាន sign in រួចហើយឬនៅដោយយើងត្រូវចុចលើប៊ូតុងនេះពេលនោះយើងនឹងឃើញឈ្មោះរបស់យើងលេចចេញនៅលើប្រអប់គណនីដូចក្នុងរូបភាពលើអេក្រង់នេះក្រោយពេលដែលបាន sign in រួចហើយយើងអាចប្រើប្រាស់ Google Maps បានពេញលេញហើយយើងនឹងជួបគ្នានៅមេរៀនទី2បន្តទៀតខ្ញុំបាទវ៉ាមឿននិមលសូមអរគុណ